ទីក្រុងម៉ូស្គូនៅទីបំផុតកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនចាប់ផ្ដើមចេញផ្លែផ្កាជាបណ្ដាហើយក្រោយការសន្ទនាគ្នាជាមួយលោកត្រាំកាលពីយប់មិញលោកពូទីនឯកភាពចំណុចសំខាន់មួយគឺផ្អាកវាយប្រហារគ្នាទៅវិញទៅមកទៅលើទីតាំងផលិតថាមពលដូចជាអគ្គិសនីប្រេងនិងឧស្ម័នជាដើមរយៈពេល30ថ្ងៃយោងតាមទីភ្នាក់ងារព័ត៌មាន AP លោកត្រាំនិងលោកពូទីនឯកភាពទៅលើបទឈប់បាញ់រយៈពេល30ថ្ងៃដោយផ្ដោតសំខាន់ទៅលើការផ្អាកវាយប្រហារទីតាំងផលិតថាមពលនិងហេដ្ឋារចនាសម្ព័ន្ធលោកពូទីនបញ្ជាក់ថាលុះត្រាតែអ៊ុយក្រែនផ្អាកការវាយប្រហាររបស់ខ្លួនទៅលើរុស្ស៊ីដែរទើបលោកយល់ព្រមផ្អាកវាយប្រហារមានន័យថាបទឈប់បាញ់នេះឈប់បាញ់តែថាមពលទេចំណែកទីតាំងផ្សេងអាចបាញ់គ្នាជាបន្តទៀតបានវិមានក្រមឡាំងថ្លែងថាលោកពូទីនបានបញ្ជាទៅទីហ៊ានរុស្ស៊ីដើម្បីត្រៀមអនុវត្តតាមអនុសាសន៍នេះវិមានក្រមឡាំងបានចេញសេចក្តីប្រកាសមួយដែលមានសេចក្តីជាអត្ថថាលោកត្រាំនិងលោកពូទីនបានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយការនិយាយត្រង់ទៅត្រង់មកអំពីបញ្ហាអ៊ុយក្រែននៅក្នុងការសន្ទនាគ្នានោះលោកពូទីនជម្រាបលោកត្រាំថាដំណោះស្រាយបញ្ហាអ៊ុយក្រែននេះត្រូវតែមួយប្រកបដោយភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយពីរប្រកបដោយនិរន្តរភាពមិនអរអ៊ូបន្តិចសន្តិភាពបន្តិចសង្គ្រាមនិងបីប្រកបដោយចីរភាពស្ថិតស្ថេរជាកាលយូរអង្វែងលោកសង្កត់ធ្ងន់ថានៅក្នុងការដោះស្រាយបញ្ហានេះគេចាំបាច់ត្រូវតែយកចិត្តទុកដាក់នៅអ្វីដែលកង្វល់របស់រុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិនិងប្រភពឫសគល់នៃសង្គ្រាមយោងតាមវិមានក្រមឡាំងលោកត្រាំនិងលោកពូទីនក៏បានពិភាក្សាគ្នាឡើងវិញអំពីសំណើនៃបទឈប់បាញ់រយៈពេល30ថ្ងៃដែលគណៈប្រតិភូរបស់លោកត្រាំបានបញ្ជូនទៅឲ្យលោកពូទីនពិនិត្យមើលកាលពីសប្តាហ៍មុនហើយដែលអ៊ុយក្រែនបានប្រកាសទទួលយកជាឯកតោភាគីទុកជាមុនលោកពូទីនបានដកស្រង់យកចំណុចសំខាន់នៅក្នុងសំណើនោះមកនិយាយឡើងវិញលោកថាគេត្រូវតែធានាការឃ្លាំមើលការអនុវត្តបទឈប់បាញ់នេះឲ្យបានដិតដល់ហើយត្រូវធានាឲ្យបានថាអ៊ុយក្រែនមិនឆ្លៀតឱកាស30ថ្ងៃនេះដើម្បីចល័តកងទ័ពនិងដឹកអាវុធដើម្បីត្រៀមវាយប្រហារជាថ្មីនោះទេលោកពូទីនសង្កត់ធ្ងន់ថាដើម្បីទប់ស្កាត់មិនឲ្យភ្លើងសង្គ្រាមឆាបឆេះកាន់តែខ្លាំងនិងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយនយោបាយនិងការទូតលុះត្រាតែបញ្ឈប់ការផ្ដល់ជំនួយយោធានិងឈប់ផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែននេះបើយោងតាមវិមានក្រមឡាំង